សូមគោរពជម្រាបសួរនិងស្វាគមន៍បងប្អូនសាយថ្មីមកកាន់ការវិភាគហាងឆេងមាសអន្តរជាតិសម្រាប់ថ្ងៃទី4ខែសីហាឆ្នាំ2026ហាងឆេងមាសកាលពីម្សិលបន្តប្រែប្រួល sideways ចន្លោះតំបន់4020ទៅកាន់តំបន់4100យ៉ាងព្រឹកនេះគឺមានស្ថិតលើតម្លៃដដែលដោយការម្សិលមិញគឺតម្លៃ$4060ក្នុង1អោនស្មើប្រហែលតម្លៃហាងឆេងមាសខ្មែរយើងគឺ$4891នៅក្នុងមួយតម្លឹងឬក៏$489នៅក្នុងមួយជីចឹងហាងឆេងមាសគឺបន្តប្រែប្រួល sideways ក្រោយស្ងប់ស្ងាត់ពលមានសង្គ្រាមក៏ដូចជារងឥទ្ធិពលនៃពលមានសេដ្ឋកិច្ចអាមេរិកឥឡូវចូលដល់ការវិភាគបច្ចេកទេសដើម្បីរកតំបន់ទិញនិងលក់សម្រាប់ថ្ងៃនេះវិញម្ដងបាទអញ្ចឹងហាងឆេងមាសជារួមនៅនៃការគឺនៅបន្ត ranking ឬក៏យើងហៅថា consolidation បង្រួមតម្លៃរងចាំព្រឹត្តិការណ៍ដើម្បី break out បន្ត up trend ឬក៏ down trend អញ្ចឹងបច្ចុប្បន្នគឺ ranking ចន្លោះតំបន់4100មកកាន់តំបន់4000អញ្ចឹងព្រឹកនេះយើងឃើញថាទីផ្សារស្ថិតនៅតំបន់$4060ក្នុង1អោនបងប្អូនអាចរងចាំទិញលក់នៅ support and resistance បានហើយការប្រយុទ្ធមិញការផ្សាយមិញយើងឃើញថាបាន respect តំបន់ទិញទី1របស់យើងតែម្ដងយើងរក្សាដដែលគឺតំបន់4030មកកាន់តំបន់4020អញ្ចឹងទីផ្សារបានចុះទៅដល់តំបន់4020ហើយបានឡងមកដល់តម្លៃនាពេលបច្ចុប្បន្ននេះអញ្ចឹងតំបន់នេះនៅតែរងចាំទិញបានទៀតប៉ុន្តែកន្លែងនេះគឺរៀង high risk សម្រាប់ថ្ងៃនេះក្នុងករណីដែលទីផ្សារអាចចុះដល់កន្លែងទៀតមានន័យថាទីផ្សារអាចនឹង break ចុះមកក្រោមរកតំបន់4000តែម្ដងអញ្ចឹង4000បងប្អូនអាចរងចាំទិញបានហើយបងប្អូនប្រើ stop loss ក្រោមតំបន់$3990នៅក្នុង1អោនក្នុងករណីដែលទីផ្សារអាច break តំបន់នេះគឺបងប្អូនអាចរងចាំទិញនៅតំបន់4000ហើយនឹងចុងក្រោយគឺតំបន់3960ទៅកាន់តំបន់3950ដែលជា strong support កាលពីខែកក្កដាអញ្ចឹងបងប្អូនអាចរងចាំទិញនៅតំបន់នេះទៀតបានបាទអញ្ចឹងទាំង3តំបន់នេះគឺយើងរក្សាដដែលសម្រាប់ទិញថ្ងៃនេះប៉ុន្តែសម្រាប់តំបន់លក់វិញម្ដងគឺយើងមាន early zone មួយដែលយើងហៅថា zone aggressive តែម្ដងគឺ4080បងប្អូនអាចរងចាំលក់បានប៉ុន្តែតំបន់4080នេះ high risk បន្តិចអញ្ចឹងក្នុងករណីកន្លែងនេះបងប្អូនអាច sell ជាលក្ខណៈ short term ហើយប្រើ stop loss លើតំបន់4085បាទបើចង់ sell ឲ្យលក់ឲ្យមានសុវត្ថិភាពតែម្ដងគឺ4100ទៅកាន់តំបន់4115បងប្អូនអាចរងចាំលក់នៅ zone នេះបានហើយដាក់ take profit វិញគឺតំបន់$4080ក្នុង1អោនហើយប្រើ stop loss លើតំបន់4020ហើយបងប្អូនអាចលក់ម្ដងទៀតគឺ4030ឬក៏4040នេះគឺបងប្អូនអាចលក់បានក្នុងករណីដល់តំបន់នេះបងប្អូនអាចរងចាំតែ candlestick pattern bearish ណាមួយបងប្អូន sell ហើយប្រើ stop loss take profit វិញគឺយកតំបន់4100ឬក៏110ក៏បានដែរបាទហើយសម្រាប់តំបន់លក់ក៏យើងរក្សាដូរមិនសើមិញដដែលគឺ4070ទៅកាន់តំបន់4080កន្លែងនេះបងប្អូនអាចលក់បានហើយប្រើ take profit មកវិញគឺនៅតំបន់4040ឬក៏4050ក៏បានដែរបាទអញ្ចឹងបច្ចុប្បន្ននេះគឺទីផ្សារមិនទាន់មានការប្រែប្រួលខ្លាំងទេដោយសារវាស្ងប់ស្ងាត់ពលមានសង្គ្រាមដូចជាពលមានសេដ្ឋកិច្ចប៉ុន្តែពាក់ព័ន្ធមួយសង្គ្រាមអាមេរិកអ៊ីរ៉ង់គឺមិនទាន់ចប់ទេវាអាចមានការ update ថ្មីប្រចាំថ្ងៃអញ្ចឹងហើយបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាចុងក្រោយសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជិះដូចចំណេញគ្រប់គ្នាសូមអរគុណ